ចិនបានដឹកយន្តហោះចម្បាំង J-10C និង J-11 រួមទាំងយន្តហោះរ៉ាដា AWACS ចូលមូលដ្ឋានទ័ពអាកាសថៃដើម្បីសាកកម្លាំងជាមួយយន្តហោះ Gripen និង Alpha របស់ថៃក្នុងសំយុទ្ធ Falcon Strike 2026 សំយុទ្ធនេះកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី10ដល់ថ្ងៃទី21ខែសីហានៅមូលដ្ឋានវាង23ខេត្តឧត្តរធានីភាគឦសានប្រទេសថៃយោងតាមកាសែតខៅសូតរយៈពេល12ថ្ងៃនេះថៃនិងចិននឹងផ្លាស់ប្ដូរបច្ចេកទេសប្រយុទ្ធលើអាកាសការចាក់ប្រេងលើមេឃនិងបេសកកម្មសង្គ្រោះយន្តហោះដែលចិនសាកកម្លាំងដំបូងគេគឺ J-10C វាជាយន្តហោះចម្បាំងពហុតួនាទីទំនើបដែលអាចប្រយុទ្ធទាំងចម្ងាយជិតនិងចម្ងាយឆ្ងាយចំណែក J-11 វិញគឺជាយន្តហោះចម្បាំងធុនធ្ងន់មានដើមកំណើតពីគ្រួសារ Su-27 ដែលចិនបានទិញសិទ្ធិផលិតនៅក្នុងស្រុកពីរុស្ស៊ី J-11 ទទួលភារកិច្ចគ្រប់គ្រងដែនអាកាសមានតួនាទីដូចជាមេទ័ពចំណែក AWACS ដែលចិននាំចូលថៃដែរគឺជាកែវភ្នែកលើមេឃរ៉ាដាដែលបំពាក់លើយន្តហោះនេះអាចស្វែងរកនិងតាមដានគោលដៅពីចម្ងាយហើយបញ្ជូនទិន្នន័យទៅយន្តហោះចម្បាំងដើម្បីសម្របសម្រួលការវាយប្រហារនិងការពារដែនអាកាសចំណែក Gripen របស់ថៃគឺជាយន្តហោះចម្បាំងពហុតួនាទីផលិតដោយស៊ុយអែតដែលប្រើសម្រាប់ទាំងការពារដែនអាកាសនិងការវាយប្រហារគោលដៅ Alpha វិញគឺជាយន្តហោះហ្វឹកហ្វឺននិងវាយប្រហារធុនស្រាលដែលថៃប្រើសម្រាប់បេសកកម្មគាំទ្រផ្លូវអាកាសយន្តហោះនេះគឺជាផលិតផលរបស់បារាំងនិងអាល្លឺម៉ង់ខាងលិចរួមគ្នាអភិវឌ្ឍគួរសម្គាល់ថាថៃនិងចិនចាប់ផ្ដើមសមយុទ្ធ Falcon Strike តាំងពីឆ្នាំ2015ហើយនៅឆ្នាំ2026នេះគឺជាលើកទី9សមយុទ្ធនេះបានក្លាយជាមេកានិកសំខាន់ក្នុងការបង្កើនសមត្ថភាពធ្វើប្រតិបត្តិការរួមនិងការយល់ដឹងពីប្រព័ន្ធអាវុធរបស់គ្នាទៅវិញទៅមកការហ្វឹកហាត់នៅក្នុងឆ្នាំ2015ក៏ធ្លាប់ធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងព្រោះ J-11 របស់ចិននិង Gripen របស់ថៃត្រូវបានដាក់ចូលសេណារីយ៉ូប្រយុទ្ធតាមអាកាសរបាយការណ៍ដែលត្រូវបានផ្សព្វផ្សាយក្រោយមកបង្ហាញថា J-11 របស់ចិនធ្វើបានល្អក្នុងការប្រយុទ្ធចម្ងាយជិតខណៈដែល Gripen របស់ថៃមានប្រៀបក្នុងសេណារីយ៉ូប្រយុទ្ធក្រៅចម្ងាយមើលឃើញចំពោះផ្នែកទំនាក់ទំនងយោធាថៃនិងចិនបានពង្រីកកិច្ចសហការជាបន្តបន្ទាប់ទាំងជើងអាកាសជើងគោកនិងជើងទឹកថៃបានទិញសម្ភារៈយោធាចិនមួយចំនួនដូចជារថក្រោះរថពាដែកនិងនាវាមុជទឹកជាដើមប៉ុន្តែថៃនៅតែរក្សាទំនាក់ទំនងយោធាជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកនិងបន្តធ្វើសម្យុទ្ធដូចជា Cobra Goldនេះបង្ហាញពីយុទ្ធសាស្ត្ររបស់ទីក្រុងបាងកកក្នុងការរក្សាទំនាក់ទំនងជាមួយមហាអំណាចទាំងពីរខណៈកិច្ចសហការយោធាជាមួយនឹងចិនកំពុងតែសកម្មខ្ញុំរស់សុធាពី News Today NTTV GAC គឺជារថយន្តគុណភាពខ្ពស់របស់ប្រទេសចិនបំពាក់បច្ចេកវិទ្យាទំនើបនិងមានតម្លៃសមរម្យបច្ចុប្បន្នរថយន្ត GAC កំពុងទទួលបានការគាំទ្រនិងពេញនិយមពីអ្នកប្រើប្រាស់នៅកម្ពុជានិងជុំវិញពិភពលោករថយន្ត GAC នាំចូលនិងចែកចាយផ្លូវការនៅកម្ពុជាដោយក្រុមហ៊ុន TH Group